ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទនេះគឺជាសកម្មភាពប្រជុំកកថនិងកកសបាទការប្រជុំកកថនិងកកសគឺពិតជាមានសារៈសំខាន់មែនទែនរៀងរាល់ខែលោកគ្រូអ្នកគ្រូនឹងស្រាប់ហើយបើសិនជាសហគមន៍យើងមានការចូលរួមនោះសាលារៀនរបស់យើងគឺនឹងដំណើរការទៅបានល្អហើយជាពិសេសទៀតសោតក៏ជាការสนับสนุนដល់លោកឪពុកអ្នកម្ដាយដែលមានកូនគ្រប់រូបសូមកុំឲ្យកូនមកសាលាហើយលោកឪពុកអ្នកម្ដាយអត់ចូលរួមកាលណាតែលោកឪពុកអ្នកម្ដាយអត់ចូលរួមគឺធ្វើឲ្យកូននឹងគឺគាត់អត់សូវមានកម្លាំងចិត្តក្នុងការរៀនទេលោកឪពុកអ្នកម្ដាយអញ្ចឹងវីដេអូនេះខ្ញុំសូមផ្សាយជូនលោកឪពុកអ្នកម្ដាយគ្រប់រូបដែលគាត់បានផ្ញើកូនឲ្យមករៀនជាមួយលោកគ្រូហើយគាត់គិតថាគ្រប់គ្រាន់ហើយគាត់មិនបាច់មកសាលាមិនបាច់អីទេបាទជាអារម្មណ៍ពិតរបស់កូននៅពេលដែលឃើញលោកពុកម្ដាយផ្សេងគាត់មកចូលរួមហើយឪពុកម្ដាយគាត់មិនបានចូលរួមបាទគឺគាត់មានអារម្មណ៍អន់ចិត្តគាត់ថាហេតុអីឪពុកម្ដាយគេមកចូលរួមបានហេតុអីឪពុកម្ដាយខ្លួនរបស់ខ្លួននេះមកចូលរួមអត់បានបាទអញ្ចឹងនេះជាសកម្មភាពរៀងរាល់ខែរបស់សាលាបឋមសិក្សារបស់ដែលជាស្ដែងគឺពួកខ្ញុំតែងតែមានការប្រជុំរៀងរាល់ខែដើម្បីទី1ហ្នឹងគឺឲ្យគាត់ដឹងពីលទ្ធផលរបស់គាត់ធៀបនឹងខែមុនបាទជាមិនន័យថាលទ្ធផលហ្នឹងខែមុនហ្នឹងគាត់បានបន្ទុកប្រមាណហើយប្រឡងក្នុងថ្នាក់បឋមហ្នឹងគាត់បាននិទេសអីបាទអញ្ចឹងហើយបានពួកខ្ញុំជាស្ដែងគឺរៀងរាល់ខែគឺត្រូវតែមានការប្រជុំជាមួយនឹងអាណាព្យាបាលក៏ដូចជាកកថកកសបាទដើម្បីឲ្យគាត់នឹងបានមកចូលរួមស្ដាប់លទ្ធផលរបស់កូនក៏ដូចជាដឹងពីសុខទុក្ខរបស់សាលាថាតើសាលានឹងខ្វះអីគេបាទបើសិនជាពួកគាត់អត់បានមកចូលរួមទេគឺពួកគាត់អត់ដឹងទេហើយជួនកាលហ្នឹងលោកពូអ្នកម្ដាយខ្លះទៀតគឺគាត់វាយប្រហារគ្រូទៅនៅផ្ទះឯងគាត់គិតថាពេលដែលកូនសិស្សអត់ចេះគឺបន្ទោសគ្រូហ្មងថាគ្រូនឹងព្រៀនអត់កើតអីចេះមួយចោះពីរបាទអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំសូមជម្រាបជូនទៅដល់លោកពូអ្នកម្ដាយគ្រប់រូបបាទអញ្ចឹងសូមកុំបោះបង់កូនហើយមកផ្ញើកូនទៅនឹងគ្រូអីសូមគ្រប់អញ្ជើញចូលមកចូលរួមប្រជុំឲ្យបានគ្រប់គ្នានេះគឺជាការប្រកាសលទ្ធផលប្រចាំខែបាទទី2គឺពួកខ្ញុំខ្វះថវិកាក្នុងការធ្វើខ្លោងទ្វារអញ្ចឹងពួកខ្ញុំក៏បានស្នើសុំពីគណៈកម្មការក៏ដូចជាកកថកកសក៏ដូចជាលោកពូអ្នកម្ដាយគ្រប់រូបក្នុងប្រទេសគឺ30000រៀលដើម្បីធ្វើខ្លោងទ្វារជើងបងប្អូនគឺពិតជាពិបាកមែនទែនសាលាយើងជាសាលាទុយទាបហើយយ៉ាប់យ៉ឺនទៀតជាសាលាដែលនៅជាយហើយសិស្សយើងច្រើនមែនទែនប៉ុន្តែក៏អរគុណលោកពូអ្នកម្ដាយភិកច្រើនគឺគាត់បានមកចូលរួមស្ដាប់លទ្ធផលកូនក៏ដូចជាចូលរួមបាទជាថវិកាដើម្បីជួយសាលាឲ្យមានការរីកចម្រើនបាទអរគុណច្រើនជាបន្តគឺសូមបងប្អូនទាំងគ្នាទស្សនានៅរូបភាពបាទតកតងទៅនឹងបាទការប្រកាសលទ្ធផលផ្សេងក៏ដូចជាបាទស្ដាប់បាទសម្ដីរបស់លោកប្រធានកម្រងបាទដូចតទៅមួយថាយើងបានប៉ុន្មាននៅសល់ប៉ុណ្ណាណាយើងពីចំណុចយើងបានហើយទុកណានឹងខែកក្កដាបាទសរុបទៅ3ខែនេះអញ្ចឹងខ្ញុំនាំអារម្មណ៍ពួកម៉ែបងប្អូនអរគ្នាទៅមើលថាម្ដងមួយថ្នាក់ម្ដងមួយថ្នាក់ដល់យើងធ្វើការប្រៀបធៀបគ្នាក្នុងរយៈពេលមួយត្រីនេះ